នេះมันគេហៅថាអតិពលតារាមែនកាន់អ្វីផ្ទុះនឹងកាន់អ្វីល្បីនឹងចៅលូស៊ឺគ្រាន់តែបង្ហាញផ្សិតឫស្សីនៅក្នុង live stream របស់គាត់បានធ្វើឲ្យទីផ្សារផ្សិតឫស្សីនៅក្នុងប្រទេសចិនក៏ក្រាកល្បីឡើងវិញប្រជាកសិករចាប់ផ្ដើមរកចំណូលបន្ថែមបានកាន់តែច្រើនចេញពីការប្រមូលប្រភេទផ្សិតឫស្សីនេះគ្រប់គ្រងទៅកាន់ទីផ្សារការ live stream របស់គាត់នៅក្នុងថ្ងៃទី6ខែសីហាឆ្នាំ2025កន្លងទៅថ្មីនេះបានធ្វើឲ្យបណ្ដាអ្នកគាំទ្រពិតជាកោតសរសើរចំពោះទឹកចិត្តរបស់គាត់ខ្លាំងមែនទែនខណៈពេលដែលគាត់បានបង្ហាញនៅផ្សិតឫស្សីនៅក្នុង live stream របស់គាត់ហើយការបង្ហាញនេះទៀតសោតបានធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ខ្លាំងមែនទែននិងធ្វើឲ្យទីផ្សារផ្សិតឫស្សីនេះចាប់ផ្ដើមផ្ទុះឡើងវិញបរិមាណនៃការលក់ចេញដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារមានសន្ទុះកើនឡើងរហូតដល់ 800% នៅក្នុងមួយថ្ងៃនេះគឺជាចំនួនមួយផ្ទុះខ្លាំងដែលស្ទើរតែមិនជឿខណៈពេលដែលសន្ទុះទីផ្សារផ្សិតឫស្សីកំពុងតែធ្លាក់ចុះប៉ុន្តែចៅលូស៊ឺចាប់ផ្ដើមទាញឡើងវិញធ្វើឲ្យកសិករចាប់ផ្ដើមរកកម្រៃបានច្រើនជាងមុនផ្សិតឫស្សីខ្លះទៅជាតម្រូវការដ៏ពេញនិយមនៅក្នុងទីផ្សាររបស់ប្រទេសចិននាពេលបច្ចុប្បន្ននេះម្សៅណាំវ៉ា 5 in 1 ផលិតផលខ្មែរផ្សំចេញពីវត្ថុធាតុដើម5មុខបញ្ចូលគ្នាមានប្រសិទ្ធភាពខ្ពស់សម្រាប់បញ្ហាក្រពះពោះវៀនដោះស្រាយបញ្ហាហើមពោះរាគរូសញឹកញាប់ដំបៅក្រពះពោះវៀនឧស្សាហ៍ភើជូរចុកច្អល់ស៊ីតណែននៅក្នុងពោះឈឺក្បាលវិលមុខជួយបំពេញក្របឈាមក្រហមនិងជំនួយសម្រស់ទំនាក់ទំនងទិញតាមរយៈ Telegram នៅខាងក្រោមវីដេអូនេះ